mà lim dọc tắc chạ chô không cào Bismillahirrahmanirrahim Alhamdulillah Wassalatu wassalamu ala asyrafil anbiya'i wal mursalin Sayyidina Muhammad wa ala alihi wa sahbihi ajma'in. Assalamualaikum warahmatullahi wabarakatuh. Alhamdulillah ថ្ងៃនេះមកលឹមមានប្រធានបទមួយជាប្រធានបទដែលល្អអញ្ចឹងមកលឹមសំណូមពរដល់បងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់ស្ដាប់មុននឹងមកលឹមចាប់ផ្ដើមប្រធានបទនេះមកលឹមចង់ឲ្យបងប្អូនទាំងអស់គ្នាក្រឡេកមើលមកកាន់មកលឹមបន្តិចទាំងអស់គ្នាមើលមកកាន់មកលឹមបន្តិចយើងឃើញកែវមួយនៅលើនេះណាអញ្ចឹងកែវនេះយ៉ាងម៉េចកែវនេះគឺកាប់មកលឹមយកទឹកចាក់ចូលក្នុងកែវអញ្ចឹងយើងមើលកែវហ្នឹងយ៉ាងម៉េចកែវហ្នឹងមានទឹកអត់អត់មានទឹកទេអត់ទទួលបានទឹកចូលទៅក្នុងកែវហ្នឹងទេដោយសារកែវហ្នឹងផ្កាប់ការត្រៀមខ្លួនសម្រាប់បងប្អូនទាំងអស់គ្នាដែលយើងធ្វើដំណើរពីផ្ទះមកសាលារៀនយើងសង្ឃឹមថាយើងមកដល់ក្នុងថ្នាក់យើងទទួលបានចំណេះដឹងប៉ុន្តែអ្វីដែលសំខាន់ជាងហ្នឹងគឺការត្រៀមខ្លួនបើសិនបើបងប្អូនមកបានត្រៀមខ្លួនទេប្រៀបដូចជាកែវដែលផ្កាប់អញ្ចឹងយើងមកក្នុងថ្នាក់យើងអង្គុយរៀនចប់ម៉ោងប៉ុន្តែយើងអត់បានទទួលចំណេះដឹងទេអញ្ចឹងយើងត្រូវមានការត្រៀមខ្លួនតើបងប្អូនទាំងអស់គ្នាមុនមកសាលារៀនព្រឹកមិញយើងបានទៅសាឡាត់យើងក្រោកសាឡាត់សុពោះយើងបានទៅសាឡាត់នៅមស្ជីតតែយើងបានសាឡាត់អត់មុនមកសាលាយើងបានរំលឹកមេរៀនអត់យើងបានត្រៀមខ្លួនរួចរាល់អត់យើងមានផ្លេចសម្ភារៈអត់អញ្ចឹងយើងកលេចមើលទាំងអស់ហ្នឹងមើលតើយើងបានត្រៀមខ្លួនហើយឬនៅអញ្ចឹងដូចគ្នាដែរចំពោះបងប្អូនដែលបានត្រៀមខ្លួនរួចរាល់គឺប្រៀបដូចជាកែវដែលផ្ងាអញ្ចឹងនៅពេលណាដែលយើងចាក់ទឹកចូលទៅទឹកពេញកែវអញ្ចឹងបើសិនបើយើងបានត្រៀមខ្លួនយើងមករៀនយើងត្រៀមខ្លួនគឺយើងទទួលបានចំណេះដឹងប្រៀបដូចជាកែវដែលទទួលបានទឹកពេញនៅក្នុងកែវហ្នឹងអញ្ចឹងតើអ្នកគ្នាអត់អញ្ចឹងកន្លែងនេះដើម្បីធ្វើម៉េចសម្រាប់បងប្អូនដែលយើងអត់ទាន់បានត្រៀមខ្លួនឬក៏យើងអត់ដឹងពីរបៀបត្រៀមខ្លួនតែយើងត្រៀមខ្លួនធ្វើយ៉ាងម៉េចដំបូងទី1ត្រូវចូលគេងឲ្យបានលឿនកុំគេងយប់ជ្រៅពេកកុំរវល់ជាមួយនឹងបកាផ្សេងកុំរវល់ជាមួយនឹងទូរស័ព្ទជាមួយនឹងការមើលរឿងភាគដែលរំខានដល់ពេលវេលារបស់យើងចូលដេកឲ្យបានលឿនចូលដេកបានលឿនមានន័យថាម៉េចមិនចូលដេកម៉ោង11កន្លះទេណាចូលដេកបានលឿនហ្នឹងត្រឹមម៉ោង9ម៉ោង9កន្លះមិនឲ្យលើសម៉ោង10និយាយទៅកុំឲ្យហួសពីម៉ោង10ចូលដេកបានលឿនទី2គឺក្រោកឲ្យបានលឿនយើងក្រោកពីព្រលឹមយើងសាឡាសុពោះយើងមានពេលយើងរំលឹកមេរៀនណាអញ្ចឹងអានេះបានយើងត្រៀមខ្លួនយើងមកដល់ក្នុងថ្នាក់យើងទទួលបានទឹកមានថាដូចជាកែវដែលមានទឹកពេញអញ្ចឹងទទួលបានទឹកពេញអញ្ចឹងយើងទទួលបានចំណេះដឹងកន្លែងហ្នឹងសម្ភារៈរបស់យើងបានរៀបចំវាត្រៀមមុនអត់មុនយើងមកសាលាឬក៏យើងទើបតែរៀបមុនពេលយើងមកសាលាភ្លាមអញ្ចឹងបើសិនបើយើងរៀបចំពីយប់ឲ្យហើយពេលព្រឹកឡើងយើងមកសាលាយើងអត់ចាំបាច់ភ័យរឿងខ្វះសម្ភារៈទេឃើញអត់ចាហ្នឹងគឺយើងត្រៀមខ្លួនណាអញ្ចឹងវាមានប្រការដែលយើងត្រូវយកចិត្តទុកដាក់នៅកន្លែងហ្នឹងអញ្ចឹងសំខាន់ការមករៀនដើម្បីទទួលបានចំណេះដឹងហ្នឹងគឺចិត្តរបស់យើងនេះត្រូវបើកទទួលនៅចំណេះដឹងបើសិនបើចិត្តយើងបិទដូចជាកែវដែលផ្កាប់ចាក់ទឹកយ៉ាងណាក៏ចាក់មិនចូលដែរអញ្ចឹងយើងត្រូវបើកចិត្តយើងដើម្បីបើកចិត្តគឺយើងត្រូវត្រៀមខ្លួនមានរបៀបរបស់វាដើម្បីត្រៀមខ្លួននឹងឯង
អញ្ចឹងបើសិនបងប្អូនកំពុងតែជាប់ពាក់ព័ន្ធជាមួយនឹង game online ក៏ដោយឬក៏ទម្លាប់ chatting នៅយប់ជ្រៅយើងបោះបង់វាចោលដើម្បីយើងត្រៀមខ្លួនដើម្បីមករៀនមកទទួលបានចំណេះដឹងពេញលេញហើយចុងក្រោយបំផុតហ្នឹងគឺយើងសុំទូអាពីម្ចាស់របស់យើងព្រោះចំណេះដឹងរាល់ចំណេះដឹងគឺមកពីម្ចាស់របស់យើងអញ្ចឹងយើងសុំទូអាពីម្ចាស់របស់យើងសង្ឃឹមថាម្ចាស់របស់យើងផ្ដល់បើកចិត្តឲ្យយើងទទួលបាននូវចំណេះដឹងដែលយើងចង់បានអញ្ចឹងម៉ាលីមសូមបញ្ចប់ប្រធានបទរបស់ម៉ាលីមត្រឹមនេះ Assalamualaikum warahmatullahi wabarakatuh